ឆ្នាំថ្មីឆ្នាំឆ្លូវនពស័កចូលពុទ្ធសករាជ2541នឹងឈានចូលបន្តិចទៀតនេះមនុស្សលោកទូទាំងចម្ពោះទ្វីបមានចិត្តសប្បាយរីករាយនឹងជ័យជំនះដែលបានសម្រេចក្នុងឆ្នាំកន្លងមកប្រជារាស្ត្រទាំងអស់បោសសម្អាតជូតផ្ទះសម្បែងរៀបតុបតែងទឹកអប់ប្រេងម្សៅផ្កាភ្ញីចម្រុះពណ៌រៀបចំស្អាតបាតដោយទឹកចិត្តជ្រះថ្លារងចាំទទួលទេវតាឆ្នាំថ្មីសុភៈមគ្គតុវរៈមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអត្តកថាកន្លងទៅហើយបាន2540ព្រះវស្សាត្រឹមថ្ងៃ15កើតខែពិសាលុះដល់ថ្ងៃ1រោចខែពិសាឆ្នាំឆ្លូវនពស័កចូលពុទ្ធសករាជ2541តទៅថ្ងៃនេះជាថ្ងៃដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តទេវតាឆ្នាំចាស់និងបរិវារបានមកជួបជុំមូលមីដេដារងចាំទទួលនឹងទេតំណែងដល់ទេវតាឆ្នាំថ្មីនឹងយាងចុះមកថ្ងៃអាទិត្យ6កើត